บางคนយើងជាច្រើននៅតែឆ្ងល់ថាហេតុអីបានជាមកដល់ពេលនេះប្រទេសនៅសហគមន៍អឺរ៉ុបទាំងអស់សូម្បីសហរដ្ឋអាមេរិកអង់គ្លេសហើយជាពិសេសប្រទេសអាស៊ានណាអត់មានប្រទេសណាមួយកោតទោសការឆ្លៀនពៀនរបស់ថៃមកលើកម្ពុជាអត់តទៅសោះសូម្បីតែឡាវសូម្បីតែយួនមិត្តមើលឆ្នាំសូម្បីតែភូមាដែលជាសត្រូវរបស់ថៃអត់មានទេមិនបានចេញសារសូម្បីតែមួយម៉ាត់កោតទោសថៃឆ្លៀនពៀនកម្ពុជាទេតែណាក៏ដឹងដែរលើពិភពលោកណាថាកម្ពុជារងការឆ្លៀនពៀនពីថៃបងប្អូនញោមទៅគិតមើលហើយជាពិសេសសមាគមអាស៊ានអត់តែម្ដងបងប្អូននៅតែឆ្ងល់ហេតុអ្វីខ្ញុំប្រាប់មកពីយើងមានមេដឹកនាំផ្ដាច់ការធ្វើបាបជាតិសាសន៍ខ្លួនឯងពុករលួយច្រឡំខាងពីលអួតអាងហើយជាពិសេសចុងក្រោយនេះគឺលើឆាកអន្តរជាតិណាក៏ដឹងដែរតែមេដឹកនាំកម្ពុជារាល់ថ្ងៃគឺជាអ្នកនៅពីក្រោយខ្នងនៃពួកអក្រិតកម្មឆបោកអនឡាញចាប់ចម្រិតមនុស្សជួយដូរមនុស្សនិងលាងលុយកខ្វក់អន្តរជាតិដូច្នេះគេអត់ចង់ជួយទេគេមិនចង់ប្រឡាក់មាត់ទេបងប្អូនយល់ទេនេះហើយជាមូលហេតុដ៏ចម្បងនៃការដែលយើងមានមេដឹកនាំប្រភេទនេះអ្នកដែលរងទុក្ខគឺប្រជាពលរដ្ឋបងប្អូនជួយយល់ហើយបងប្អូននាំគ្នា32ទៅក៏ប៉ុន្តែត្រូវគិតអំពីអនាគតរបស់ខ្លួនបើសិនជានៅតែមានមេដឹកនាំប្រភេទនេះទៀតបងប្អូនទុក្ខលំបាកវេទនា